ពិតជាពូកែមែនមកប្រុសរបស់ចាងសុជីមកចាំបងបង្រៀនរៀងទុនជើងបន្តិចចាប់ដងឲ្យជាប់មួយយល់នៅអេតងមុននឹងខ្ញុំឃើញមនុស្សម្នាក់ពូកែលេងតាមពិតគឺជាលោកសិស្សនាងគឺជាមិត្តរបស់ខ្ញុំចាស់សុជីខ្ញុំគឺជាមិត្តដែលធំឡើងជួបគ្នាជាមួយលីតុងអូគឺជាមិត្តធម្មតាទេត្រូវអត់សួស្ដីលីតុងមិនទាំងអស់រងចាំនៅទីនោះបងទៅជួបមក5ផ្លេតពិតជានឹកដល់អតីតកាលណាខ្ញុំនិងលីតុងខ្លួនមួយទាំងនៅក្នុងអាងទឹកជុំគ្នាទៀតឥឡូវនេះជំងឺរមាស់លីតុងកាន់តែធ្ងន់ធ្ងរកាលពីក្មេងនាងមិនដឹងដែរអត់ខ្ញុំនឹងឲ្យនាងខ្លាចគេម្ដងសួស្ដីលីតុងលោកអត់មកស្រីរបស់លោកវាកូនក្រួយពួកយើងមកបន្តិចទៅនាងកំមកលើកទី1មិនបាច់ទេសម័យនេះហើយនៅមានអ្នកមកចេះលេងវាកូនក្រួយទៀតឡើយមានតែមនុស្សប្រភេទដូចជាពួកយើងទេទៅចេះលេងតាំងពីក្មេងហើយវាកូនក្រួយនេះក៏ជាកីឡាដែលថ្លៃបំផុតផងដែរសូមគំនិតចម្លងឬកាត់យកសម្លេងគ្រាន់តែវាកូនក្រួយសូននឹងខ្ញុំនឹងឲ្យនាងភ្លឺភ្នែកម្ដងចាំមើលតើនាងធ្វើយ៉ាងម៉េចវ៉ាបាយត្រង់ម្ល៉េះលីកតុងមកស្អីបងឯងពិតជាពូកែមែនអូនចេះលេងដែរគ្រាន់តែប្រកួតនឹងកាលពីតូចអូនក៏ជាកីឡាករជើងឯងម្នាក់ដែរកំណត់ទីនេះទៀតអីតើពួកយើងទៅញ៉ាំបាយសួស្ដីអ្នកនាងតើស្ទែកអ្នកនាងចង់ចំអិនប្រមាណភាគរយដែរ80%លីតុងមកស្រីរបស់លោកល្អសាយពេកអីជាធម្មតាស្ទែកគេចំអិនតែ30 50ទៅ70%អីទេហើយមនុស្សធម្មតាមិននឹងទៅដឹងរឿងបែបហ្នឹងទៅសំណាងឲ្យអ្នកទាំងអស់គ្នានៅទីនេះសុទ្ធតែជាមិត្តដែលស្គាល់គ្នាសុំទោសផងនៅទីនេះស្តង់ដារពួកយើងមិនចំអិនដល់80%ហើយអ្នកគ្រប់គ្រងរបស់នាងចេញមកលីតុងលើកនេះលោកចេញលុយឲ្យគេទៀតក៏គេមិនយកដែរសួស្ដីលោកខ្ញុំបានទិញយកភពនីតិដ្ឋានរបស់លោកហើយភពនីតិដ្ឋានរបស់យើងគឺភពនីតិដ្ឋានផ្កាយ5សូមលោកពិចារណាឡើងវិញលោកមើលសិនទៅបាទលោកតកែលើកក្រោយភពនីតិដ្ឋានរបស់លោកត្រូវធ្វើដោយអ្វីដែលនាងចង់បានខ្ញុំឲ្យគេទៅចោលលោកភ្លាមមិនចាំបាច់នោះទេកុំខ្ជិះខ្ជាយលុយអីមិនអីទេតើយើងអេខ្សែកខ្ញុំនៅទីណាខ្សែកនោះខ្ញុំសន្សំមួយឆ្នាំទៅទិញបានជាខ្សែកដែលខ្ញុំទិញដោយខ្លួនឯងជាលើកដំបូងទៀតអេមិនបានជានៅនឹងឆ្កាទៅវិញអេសុជីនេះជាខ្សែករបស់អូនមែនអេសុជីខ្សែកដែលនាងសន្សំលុយទិញគឺជាខ្សែកដែលគេយកទៅពាក់ឲ្យឆ្កែទេនាងអាចបិទមាត់បានអត់មិនក៏ឯងរើសមកស្អីអញ្ចឹងគួរខ្មាស់គេណាខ្ញុំសុំទៅបន្ទប់ទឹកសិនឯងបញ្ចូលសម្លេងដោយក្រុម SO Short Film តាមពិតទៅនាងទីនេះតើកាត់យកសម្លេងតែបែកគ្នាទៅវីដេអូរបស់ខ្លួនមានហេតុផលអីដែលខ្ញុំត្រូវស្ដាប់នាងគេដែលសាត់តលីតុងនឹងនាងគឺជាមនុស្សពីរភពផ្សេងគ្នាទៅហើយគេឲ្យនាងដើរលេងជុំវិញពិភពលោកលោកនាងទៅញ៉ាំអីថ្លៃតែនាងមិនមានអ្វីដែលឲ្យតែគេវិញទេគឺមានតែភាពខ្វះគេលីតុងគ្រាន់តែលេងសាច់នាងទេនាងក៏តែដឹងហើយនាងមិនខកឲ្យពីឆ្កែមុននឹងទេគឺរំពឹងតែលើគេចិញ្ចឹមតើអញមានជីវិតល្អប្រសើរដូចគេអ្នកដែលរស់នៅដោយសារគេគឺជានាងតែកុំភ្លេចថាគ្រួសាររបស់នាងគឺមានគ្រួសាររបស់ខ្ញុំជាអ្នកជួយនាងគ្មានសិទ្ធិអីមកថាយមិត្តស្រីរបស់ខ្ញុំទេលីតុងមនុស្សស្រីប្រភេទនេះលោកមិនអាចយកបានទេពួកយើងទេទៅសំគ្នាទេគឺខ្ញុំទេដែលមិនសមនឹងចាស់សុជីមុននឹងខ្ញុំបានជួបនាងជីវិតរបស់ខ្ញុំមានតែការងារការរស់ស៊ីក្រៅពីហ្នឹងគឺខ្ញុំគ្មានអ្វីៗគ្រប់យ៉ាងគឺនាងដែលធ្វើឲ្យខ្ញុំដឹងថាការញ៉ាំមីក៏មានអារម្មណ៍ថាសប្បាយដែរបញ្ចូលសម្លេងដោយក្រុម SO Short Film សូមគំលួចចម្លងឬកាត់យកសម្លេងដាក់នៅលើវីដេអូរបស់អរគុណដែលអូនចូលមកជីវិតបងតើអូនព្រមធ្វើជាផ្នែកមួយនៃជីវិតបងអត់ខ្ញុំយល់ព្រម